ភ្លើងសង្គ្រាមមជ្ឈមបូព៌ានៃការដួលរលំនៃមេដឹកនាំសន្តិសុខអ៊ីរ៉ង់ការវិវត្តនៃសង្គ្រាមអ៊ីរ៉ង់អាមេរិកអ៊ីស្រាអែលថ្ងៃទី18របបថ្មីនៅសង្គ្រាមដែលមិនអាចត្រឡប់ក្រោយនៅថ្ងៃទី17ខែមីនាឆ្នាំ2026នេះសង្គ្រាមរវាងអ៊ីរ៉ង់អាមេរិកនិងអ៊ីស្រាអែលបានឈានចូលដល់ថ្ងៃទី18ហើយពិភពលោកកំពុងតាមដានដោយក្តីបារម្ភបំផុតខណៈដែលព្រឹត្តិការណ៍នៅថ្ងៃនេះបានបង្ហាញពីរបបដ៏សំខាន់មួយគឺការបាត់បង់ឥស្សរជនកម្ពុជារបស់អ៊ីរ៉ង់និងការរាលដាលនៃសមរភូមិទៅកាន់ទីក្រុងប៉េរូតប្រទេសលីបង់ទន្ទឹមនឹងនេះភាពតានតឹងផ្នែកសេដ្ឋកិច្ចបានហក់ឡើងដល់កម្រិតកំពូលបន្ទាប់ពីការវាយប្រហារលើនាវាដឹកប្រេងនៅច្រកសមុទ្រហាម៉ូកនិងការស្ដីបន្ទោសយ៉ាងខ្លាំងក្លារបស់លោកដូណាល់ត្រាំទៅកាន់បណ្ដាសម្ព័ន្ធមិត្តព្រឹត្តិការណ៍ដ៏រន្ធត់គឺការស្លាប់របស់លោកអាលីឡារីចានីនិងមេបញ្ជាការប៉ាស៊ីកការបាត់បង់ខួរក្បាលយុទ្ធសាស្ត្ររបស់អ៊ីរ៉ង់នៅព្រឹកថ្ងៃអង្គារនេះរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោកកាតបានប្រកាសថាលោកអាលីឡារីចានីលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខកម្ពុជារបស់អ៊ីរ៉ង់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសលោកឡារីចានីត្រូវបានគេស្គាល់ថាជាខួរក្បាលដ៏សំខាន់នៅពីក្រោយយុទ្ធសាស្ត្រសង្គ្រាមរបស់អ៊ីរ៉ង់និងជាអ្នកដឹកនាំកម្ពុជាបន្ទាប់ពីការបាត់បង់មេដឹកនាំកម្ពុជាលោកអាយ៉ាតូឡាខាមេនីកាលពីដើមសង្គ្រាមការបាត់បង់លោកឡារីចានីគឺជាការវាយប្រហារយ៉ាងធ្ងន់ធ្ងរដល់រចនាសម្ព័ន្ធដឹកនាំរបស់អ៊ីរ៉ង់លោកគឺជាអ្នកនយោបាយដែលមានបទពិសោធន៍ខ្ពស់ធ្លាប់ជាប្រធានសភាអ៊ីរ៉ង់និងជាអ្នកចរចានុយក្លេអ៊ែរដ៏ចំណានការសម្លាប់រូបលោកមានន័យថាអ៊ីរ៉ង់បាត់បង់អ្នកសម្របសម្រួលយុទ្ធសាស្ត្រដ៏សំខាន់បំផុតដែលធ្វើឲ្យការចរចាសន្តិភាពណាមួយនាពេលអនាគតកាន់តែពិបាកទៅការវាយប្រហារលើមេបញ្ជាការកងកម្លាំងប៉ាស៊ីកក្រៅពីលោកឡារីចានីអ៊ីស្រាអែលក៏បានអះអាងថាបានសម្លាប់លោកកាឡាម៉ារេសាសូឡាម៉ានីមេបញ្ជាការកងកម្លាំងពាក់កណ្ដាលយោធាប៉ាស៊ីកដែលមានកងកម្លាំងរហូតដល់ទៅ 45,000 នាក់កងកម្លាំងប៉ាស៊ីកគឺជាឆ្អឹងខ្នងនៃសន្តិសុខផ្ទៃក្នុងគឺជាកម្លាំងបម្រុងដ៏សំខាន់របស់អ៊ីរ៉ង់ការបាត់បង់មេដឹកនាំកងកម្លាំងនេះអាចនឹងបង្កឲ្យមានភាពវឹកវរនៅក្នុងការគ្រប់គ្រងកងទ័ពនិងការការពារទឹកដីរបស់អ៊ីរ៉ង់ទោះបីជាអ៊ីរ៉ង់មិនទាន់បានបញ្ជាក់ជាផ្លូវការអំពីការបាត់បង់នេះក៏ដោយប៉ុន្តែសេចក្តីរាយការណ៍អំពីការផ្ទុះយ៉ាងខ្លាំងក្លានៅក្នុងទីក្រុងតេហេរ៉ង់អ៊ីស្វ៉ាហាននិងស៊ីរ៉ាបានបង្ហាញពីទំហំនៃការវាយប្រហារដ៏សាហាវរបស់អាមេរិកនិងអ៊ីស្រាអែលសមរភូមិថ្មីការវាយប្រហារលើទីក្រុងប៉េរូតនិងការឈ្លានពានលីបង់សង្គ្រាមលែងកម្រិតត្រឹមតែក្នុងទឹកដីអ៊ីរ៉ង់ទៀតហើយការទម្លាក់គ្រាប់បែកលើទីក្រុងប៉េរូតយន្តហោះចម្បាំងអ៊ីស្រាអែលបានបើកការវាយប្រហារយ៉ាងខ្លាំងក្លាលើសង្កាត់ចំនួន3នៅក្នុងទីក្រុងប៉េរូតប្រទេសលីបង់ដែលបណ្ដាលឲ្យមានអ្នកស្លាប់និងរបួសជាច្រើនអ្នកការវាយប្រហារនេះសំដៅទៅលើទីតាំងយោធារបស់ក្រុមហេបូឡាប៉ុន្តែវាបានបង្កផលប៉ះពាល់យ៉ាងខ្លាំងក្លាដល់តំបន់ស៊ីវិលប្រតិបត្តិការជើងគោកនៅលីបង់ខាងត្បូងកងទ័ពអ៊ីស្រាអែលបានចាប់ផ្ដើមអ្វីដែលពួកគេហៅថាប្រតិបត្តិការជើងគោកមានកម្រិតនៅក្នុងប្រទេសលីបង់ដើម្បីកម្ចាត់ក្រុមហេបូឡានេះគឺជាការបើកសមរភូមិទី2យ៉ាងពេញទំហឹងដែលធ្វើឲ្យស្ថានភាពមនុស្សធម៌នៅក្នុងតំបន់កាន់តែដុនដាបការបិទដែនអាកាស UAE សហអារ៉ាប់រួម UAE បានសម្រេចចិត្តបិទដែនអាកាសរបស់ខ្លួនជាបណ្ដោះអាសន្នខណៈដែលមីស៊ីលនិងដ្រូនហោះកាត់ពាសពេញផ្ទៃមេឃនេះបង្ហាញថាសង្គ្រាមកំពុងតែប៉ះពាល់ដល់សន្តិសុខអាកាសស៊ីវិលទូទាំងតំបន់ឈូងសមុទ្រវិបត្តិសេដ្ឋកិច្ចនៅច្រកសមុទ្រហាម៉ូសនាវាដឹកប្រេងរងការវាយប្រហារច្រកសមុទ្រហាម៉ូកដែលជាសរសៃឈាមសេដ្ឋកិច្ចពិភពលោកកំពុងស្ថិតនៅក្នុងភាពវឹកវរមួយការវាយប្រហារលើនាវាដឹកប្រេងមួយគ្រឿងដែលបានបោះយុទ្ធការនៅជិតកំពង់ផែហ្វចៃរ៉ាត្រូវបានរងការវាយប្រហារដោយវត្ថុមិនស្គាល់អត្តសញ្ញាណ projectile នេះគឺជាការវាយប្រហារលើកដំបូងលើនាវាស៊ីវិលនៅក្នុងតំបន់នេះចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងដែលធ្វើឲ្យតម្លៃប្រេងឆៅប្រេងហក់ឡើងភ្លាមព្រឹត្តិការណ៍នេះបានបង្កឲ្យមានការភ័យខ្លាចអំពីការរំខានដល់ការផ្គត់ផ្គង់ថាមពលសកលពីលោកដូណាល់ត្រាំស្ដីបន្ទោសសម្ព័ន្ធមិត្តប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបានរិះគន់យ៉ាងខ្លាំងក្លាចំពោះបណ្ដាប្រទេសសម្ព័ន្ធមិត្តជាពិសេសអឺរ៉ុបតែមិនព្រមបញ្ជូនកងទ័ពជើងទឹកមកចូលរួមនៅក្នុងបេសកកម្មការពារច្រកសមុទ្រហាម៉ូតលោកបានចោទប្រកាន់ពួកគេថា
ចង់បានផលប្រយោជន៍ប៉ុន្តែមិនចង់ចេញកម្លាំងលោកបានបន្ថែមថាអាមេរិកមិនព្រមទទួលខុសត្រូវតែម្នាក់ឯងចំពោះសន្តិសុខសមុទ្រនោះទេ3ចំហរបស់អឺរ៉ុបនិង UN សហភាពអឺរ៉ុបបានឆ្លើយតបថាសង្គ្រាមនេះមិនមែនជាសង្គ្រាមរបស់អឺរ៉ុបឡើយខណៈដែលអង្គការសហប្រជាជាតិ IMO បានប្រមានថាការប្រើប្រាស់កងទ័ពការពារនាវាដឹកប្រេងមិនមែនជាដំណោះស្រាយប្រកបដោយចីរភាពនោះទេអ្នកជំនាញយោធាបានលើកឡើងថានាវាចម្បាំងគឺជាគោលដៅដ៏ធំនិងងាយរងគ្រោះបំផុតចំពោះដ្រូនរបស់អ៊ីរ៉ង់សេចក្តីថ្លែងការណ៍សំខាន់នឹងការវិភាគលោកដូណាល់ត្រាំបានអះអាងថាសង្គ្រាមជិតបានសម្រេចគោលដៅហើយប៉ុន្តែអ្នកវិភាគមើលឃើញថាសម្ដីរបស់លោកមានភាពផ្ទុយគ្នានិងខ្វះយុទ្ធសាស្ត្រច្បាស់លាស់ការដែលលោកព្យាយាមបង្ខំឲ្យសម្ព័ន្ធមិត្តចូលរួមនៅក្នុងសង្គ្រាមអាចនឹងធ្វើឲ្យអាមេរិកធ្លាក់នៅក្នុងភាពឯកោផ្នែកការទូតលោក Volodymyr Zelensky បានសម្ដែងការព្រួយបារម្ភថារុស្ស៊ីកំពុងឆ្លៀតឱកាសដែលអាមេរិកជាប់ថៃនៅក្នុងមជ្ឈមបូព៌ាដើម្បីបង្កើនការវាយប្រហារលើអ៊ុយក្រែនលោកបានអំពាវនាវឲ្យពិភពលោកកុំភ្លេចអំពីសង្គ្រាមនៅអឺរ៉ុបខាងកើតការចាកូឡា EU Foreign Policy Chief បានបញ្ជាក់យ៉ាងច្បាស់ថាគ្មានប្រទេសណាមួយចង់ដាក់ជីវិតប្រជាជនខ្លួនឲ្យស្ថិតនៅក្នុងគ្រោះថ្នាក់នៅច្រកសមុទ្រហាម៉ុសនោះទេនេះបង្ហាញពីការប្រឆាំងយ៉ាងខ្លាំងក្លារវាងអាមេរិកនិងអឺរ៉ុបចំពោះយុទ្ធសាស្ត្រមជ្ឈបូព៌ាតែអ្វីនឹងការឡើងបន្ទាប់ស្ថានភាពនៅថ្ងៃទី17ខែមីនាឆ្នាំ2026បង្ហាញពីសញ្ញាគ្រោះថ្នាក់ចំនួន3មួយការដួលរលំនៃរចនាសម្ព័ន្ធដឹកនាំអ៊ីរ៉ង់ការបាត់បង់លោកឡារីចានីអាចនឹងធ្វើឲ្យអ៊ីរ៉ង់បាត់បង់ម្ចាស់ការនៅក្នុងការចរចាប៉ុន្តែវាក៏អាចជំរុញឲ្យមានការសង្សឹកកាន់តែសាហាវពីសំណាក់កងកម្លាំងដែលនៅសេសសល់ការសង្សឹកនេះអាចសំដៅទៅលើមូលដ្ឋានទ័ពអាមេរិកនៅក្នុងតំបន់ពីសង្គ្រាមតំបន់ពេញចំហឹងការឈ្លានពានលីបង់និងការវាយប្រហារលើនាវាទឹកប្រេងបង្ហាញថាចំនួននេះលែងជាសង្គ្រាមរវាងប្រទេស2ឬ3ទៀតហើយប៉ុន្តែវាគឺជាសង្គ្រាមតំបន់ដែលប៉ះពាល់ដល់សន្តិសុខនិងធម្មពលសកលប្រសិនបើអ៊ីរ៉ង់សម្រេចចិត្តបិទច្រកសមុទ្រហាម៉ូសទាំងស្រុងពិភពលោកនឹងជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ3ភាពឯកោរបស់អាមេរិកការដែលសម្ព័ន្ធមិត្តអឺរ៉ុបបដិសេធមិនចូលរួមនៅក្នុងបេសកកម្មជើងទឹកបង្ហាញពីការប្រឆាំងនៅក្នុងប្លុកខាងលិចនេះអាចផ្ដល់ផលចំណេញដល់រុស្ស៊ីនិងចិននៅក្នុងការបង្កើនឥទ្ធិពលរបស់ពួកគេនៅក្នុងតំបន់មជ្ឈមបូព៌ាពិភពលោកនៅមាត់ជ្រោះនៃមហន្តរាយសេដ្ឋកិច្ចថ្ងៃទី17ខែមីនាឆ្នាំ2026គឺជាថ្ងៃដែលសង្គ្រាមបានឈានដល់ចំណុចកំពូលនៃភាពមិនច្បាស់លាស់ជាមួយនឹងការបាត់បង់មេដឹកនាំយុទ្ធសាស្ត្ររបស់អ៊ីរ៉ង់និងការវាយប្រហារលើសរសៃឈាមសេដ្ឋកិច្ចពិភពលោកកំពុងស្ថិតនៅមាត់ជ្រោះនៃវិបត្តិដែលមិនធ្លាប់មានតម្លៃនៃសង្គ្រាមនេះលែងវាស់វែងត្រឹមតែចំនួនគ្រាប់បែកដែលទម្លាក់នោះទៀតហើយប៉ុន្តែវាគឺជាស្ថិរភាពនៃជីវភាពរស់នៅរបស់មនុស្សជាតិទូទាំងសកលលោក